ចប់ហើយបងប្អូនស្ថានភាពនៅព្រំដែនលែងមានច្រកចេញហើយនៅថ្ងៃទី8ខែធ្នូនេះនាយករដ្ឋមន្ត្រីថៃលោកអានុទីន ឆាវរៈគុលបានចេញមុខមកគំទេចក្តីសង្ឃឹមនៃសន្តិភាពចោលទាំងស្រុងលោកបានប្រកាសដោយគ្មានលាក់លៀមថាលោកនឹងមិនបើកការចរចាជាមួយនឹងកម្ពុជាដាច់ខាតអ្វីដែលកាន់តែខ្លាំងជាងនេះលោកបានហៅការវាយប្រហាររបស់កងទ័ពថៃមកលើកម្ពុជាថាជារឿងត្រឹមត្រូវនិងបានប្រកាសគាំទ្រកងទ័ពថៃពេញទំហឹងឲ្យមានបន្តការឈ្លានពាននេះគឺជាការសារភាពជាផ្លូវការថាថៃពិតជាមានចេតនាយកទឹកដីខ្មែរដោយមិនខ្វល់ច្បាប់អន្តរជាតិឡើយមិនត្រឹមតែប៉ុណ្ណោះភាពក្រអឺតក្រទមរបស់មេដឹកនាំថៃរូបនេះបានឈានទៅដល់កម្រិតមួយដែលហ៊ានមើលងាយមហាអំណាចពិភពលោកពាក់ព័ន្ធនឹងសម្ពាធសេដ្ឋកិច្ចលោកអានុទីនបានថ្លែងថាលោកលែងខ្វល់ពីរឿងពន្ធគយទៀតហើយនិងមិនចង់និយាយជាមួយនឹងលោកដូណាល់ត្រាំបន្តទៀតទេការលើកឡើងនេះគឺដូចជាការយកសាំងទៅចាក់នៅលើភ្លើងការបដិសេធមិននិយាយជាមួយអាមេរិកអាចនឹងធ្វើឲ្យសេដ្ឋកិច្ចថៃដួលរលំភ្លាមប្រសិនបើត្រាំសម្រេចបិទទីផ្សារតើហើយមានខ្នងមកឯអ្វីបានជាហ៊ានខ្លាំងដល់ម្លឹងមិនត្រឹមតែថាទៅដល់បដិសេធនិងមិនចង់និយាយជាមួយនឹងលោកត្រាំទេមិនអស់ចិត្តត្រឹមនឹងលោកអានុទីនថែមទាំងបានវាយប្រហារទៅលើមិត្តរួមតំបន់អាស៊ានទៀតផងឆ្លើយតបនឹងក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអាប់រូហ៊ីមលោកអានុទីនបានប្រើពាក្យសម្ដីធ្ងន់ធ្ងរថាបើចង់បង្ហោះអីក៏បង្ហោះទៅលែងខ្វល់ហើយជាមួយនឹងម៉ាឡេស៊ីហើយសម្ដីនេះបង្ហាញថាថៃកំពុងដើរចេញអំពីគោលការណ៍សាមគ្គីភាពអាស៊ាននិងសុខចិត្តនៅតែឯងឯកាដើម្បីមហិច្ឆតាឈ្លានពានកម្ពុជាការប្រកាសក្តែងថាកម្ពុជាត្រូវតែអនុញ្ញាតតាមការចង់បានរបស់ថៃគឺជាការមើលងាយដែលកូនខ្មែរមិនអាចទទួលយកបានជាដាច់ខាតឥឡូវនេះមុខមាត់ពិតរបស់ពួកគេបានលាតត្រដាងហើយពួកគេមិនចង់ចរចាទេគឺពួកគេចង់បានដីតែម្ដងក្នុងកលៈទេសៈនេះមានតែរូបរួមជាតិការពង្រីកវិស័យការពារជាតិប៉ុណ្ណោះទើបអាចការពារកិត្តិយសជាតិយើងបានជាតិថៃហ៊ាននិយាយបែបនេះហើយហេតុអ្វីបានលោកអានុធីននិយាយបែបនេះដោយមិនខ្វល់អំពីលោកដូណាល់ត្រាំនិងមិនខ្វល់អំពីមិត្តអាស៊ានលោកអាន់វ៉ាអាប់រូហ៊ីមដែលជានាយករដ្ឋមន្ត្រីម៉ាឡេនិងជាប្រធានរបស់អាស៊ានផងតែការលើកឡើងនេះគឺជាការបញ្ចប់ដំណើររបស់នាយករដ្ឋមន្ត្រីពីព្រោះថានៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតទេប្រហែលជាមួយខែជាងទៅទេលោកអានុធីននឹងបញ្ចប់មុខងារជានាយករដ្ឋមន្ត្រីតែការនិយាយបែបនេះដើម្បីតែប្រជាប្រិយភាពក្នុងការបោះឆ្នោតអាណត្តិក្រោយឬក៏យ៉ាងណាយើងមិនទាន់ដឹងទេប៉ុន្តែបើសិនជាយើងវិភាគឲ្យបានស៊ីជម្រៅបន្តិចប៉ះពាល់ការដែលថាមិនខ្វល់ជាមួយលោកដូណាល់ត្រាំគឺជាអត្តឃាតសេដ្ឋកិច្ចមួយពីព្រោះថាអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ថៃបើត្រាំខឹងថៃនឹងជួបវិបត្តិធ្ងន់ធ្ងរជាងកម្ពុជាទៅទៀតហើយមួយទៀតការមើលងាយលោកអាន់វ៉ាអាប់រូហ៊ីមនឹងធ្វើឲ្យថៃបាត់បង់មិត្តក្នុងអាស៊ានម៉ាឡេនិងឥណ្ឌូនេស៊ីទំនងជាងាកមកគ្រប់គ្រងកម្ពុជាឬក៏ដាក់សម្ពាធទៅលើថៃការដែលមិនឲ្យតម្លៃនេះធ្វើឲ្យថៃមានការខាតបង់ជាច្រើនហើយយើងក៏មិនដឹងថាតើថៃនឹងមានកលល្បិចបែបណានិងគិតបែបណាទេនៅក្នុងការវាយនិងឈ្លានពានមកលើទឹកដីកម្ពុជាយើងហើយយើងក៏មានតែត្រឹមតែការពារជាតិហើយការពារប្រជាពលរដ្ឋរបស់យើងក្នុងពេលនេះយើងមានតែរួបរวมគ្នាដើម្បីការពារប្រទេសមួយនេះឲ្យបានល្អប្រសើរ